សួស្តីអ្នកទាំងអស់គ្នាសួស្តីមិត្តសិក្សាទាំងអស់គ្នាជាពិសេសពីសំណាក់កូនសិស្សអូខេថ្ងៃនេះខ្ញុំនឹងលើកយកនៅវិជ្ជាមួយតកតងជាមួយនឹង quantifiers ចេះ quantifier បើសិនតែយើងអាចនិយាយបកប្រែជាខ្មែរគឺអ្នកបំពេញនៅចំនួនឬក៏បរិមាណណា quantifier អ្នកបំពេញនៅចំនួនឬក៏បរិមាណថាតើចំនួនហ្នឹងវាច្រើនឬក៏តិចណាហ្នឹងអូខេចំណងជើងរបស់យើងគឺ quantifiers okay what are quantifiers តើ quantifier ហ្នឹងគឺជាអ្វីណាokay quantifier helps clarify quantity without using exact numbers វាជួយឲ្យធ្វើឲ្យគុណភាពហ្នឹងកាន់តែជាក់លាក់កាន់តែត្រឹមត្រូវដោយពុំប្រើចំនួនជាក់ស្ដែងណាមួយណាអូខេយើងអាចប្រើតែ quantifier គូវាក៏បានដែរណាពីព្រោះថា quantifier ហ្នឹងគឺវាបង្ហាញពីចំនួនឬក៏បរិមាណដែលយើងចង់សួរហ្នឹងណាOkay, example, some, any, many, a lot of, few, much, a number of, several, plenty of, a great of, a bit of, enough, etc. ទាំងអស់នេះគឺគេឲ្យឈ្មោះថា quantifier quantifier ណាដូចជាពាក្យ some, any, many, a lot of, few, much, a number of, several, plenty of, a great house a bit house in and etc ឡាណាទាំងអស់នេះគេឲ្យឈ្មោះថា quantifier សូមចាំឲ្យច្បាស់អ្នកសិក្សាទាំងអស់គ្នាជាពិសេសពីសំណាក់បងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសណាអូខេឥឡូវសូមមើល type of quantifier តើ quantifier ហ្នឹងគេប្រើជាមួយនឹងនាមយ៉ាងម៉េចខ្លះអូខេទី1ហ្នឹងគឺសម្រាប់តែនាមរាប់បានយើងអាចប្រើជាមួយនឹង quantifierទី2សម្រាប់នាមរាប់មិនបានគឺយើងអាចប្រើជាមួយនឹង quantifier បានដែរទី3ហ្នឹងគឺយើងអាចប្រើទាំងនាមរាប់បាននិងនាមរាប់បានដែលយើងអាចប្រើជាមួយនឹង quantifier ណាអូខេ quantifier នេះគឺយើងអាចបូកយើងអាចប្រើជាមួយនឹងទាំងនាមរាប់បាននិងនាមរាប់បានអូខេ yes okay please move to another's okay count quantifier សម្រាប់ជាមួយនឹងនាមរាប់បាន countable noun តើយើងប្រើយ៉ាងម៉េចសូមមើលទាំងអស់គ្នាយើងណាតើយើងប្រើ quantifier ជាមួយនឹងនាមរាប់បានគឺយើងប្រើយ៉ាងម៉េចអូខេ use with noun you can count individually ប្រើប្រាស់ជាមួយនឹងនាមដែលអ្នកអាចរាប់ជាឯកតាណាindividually តែមួយជាឯកOkay, example apple ដូចជា apple ផ្លែប៉ោមយើងរាប់បានណា book សិភៅយើងរាប់បាន chair យើងរាប់បានដែរណាឲ្យតែនាមរាប់បានគឺយើងអាចប្រើជាមួយនឹង quantifier ណាឥឡូវសូមមើលតើ quantifier ណាខ្លះដែលយើងប្រើជាមួយនឹង countable noun អូខេដូចជា many booksឃើញទេ many book យើងអាចប្រើជាមួយនឹង countable noun យើងមិនអាចប្រើជាមួយនឹង uncountable noun បានទេណា a few ឬក៏ a few car ឡានណាឡាន3ឬក៏4អាចប្រើឡាន3ឬក៏4ណា a few cars several houses ផ្ទះ4ឬក៏5ចឹងទៅណាseveral a number of student សិស្សមួយចំនួនឃើញទេជាមួយនឹង many a few several a number of នេះគឺយើងអាចប្រើជាមួយតែនាមរាប់បានទេត្រូវចាំណាយើងប្រើជាមួយតែនាមរាប់បានទេ yes អូខេឥឡូវសូមមើលជាមួយនឹងនាមរាប់បានតើយើងប្រើ quantifier អីខ្លះ uncountable noun នាមរាប់បាន use with noun that cannot be counted individually យើងប្រើជាមួយនឹងនាមដែលមិនអាចរាប់បាន example water water នេះគឺនាមរាប់មិនបានទេណាទឹក rice buy យើងមិនអាចរាប់បានទេ information ព័ត៌មានគឺយើងមិនអាចរាប់បានដែរណាឲ្យតែនាមរាប់មិនបានគឺយើងប្រើ quantifier ដូចខាងក្រោមដូចជាពាក្យគេ much much water a little
a little money a bit of sugar a great of meal yes yeah much water ហ្នឹងគឺទឹកច្រើន a little គឺបន្តិចបន្តួចណា a little money មានលុយបន្តិចបន្តួច a bit out ហ្នឹងគឺក៏បន្តិចបន្តួចដែរ a bit of sugar ដាក់បន្តិចបានហើយណាដាក់ស្ករបន្តិចបានហើយ a bit of sugar a great of meal yeah មានតែចំនួនទឹកដោះគោច្រើនណា yeah a great of meals អូខេនេះគឺជា quantifier ដែលយើងប្រើជាមួយនឹងជាមួយនឹងនាមរាប់បានណាអូខេឥឡូវសូមមើលតើ quantifier ណាខ្លះដែលយើងប្រើបានទាំងពីរទាំងនាមរាប់បានហើយនិងនាមរាប់បាន quantifier for both ណា both ហ្នឹងគឺ both countable noun and uncountable noun these work with countable noun and uncountable noun ឃើញទេ yeah សូមមើល quantifier ខាងក្រោមនេះគឺយើងអាចប្រើបានទាំងពីរអូខេដូចជា some យើងអាចប្រើបានទាំងពីរទាំងនាមរាប់បាននិងនាមរាប់បាន any ទាំងនាមរាប់បាននិងនាមរាប់បាន a lot of a plenty of enough អូខេ quantifier ទាំងនេះសុទ្ធតែយើងអាចប្រើជាមួយនឹងនាមរាប់បានណាអូខេបើសិនតែយើងអាចចង់ប្រើយើងអាចប្រើទាំងនាមរាប់បាននិងនាមរាប់បាន example I have some time yeah ខ្ញុំមានពេលខ្លះឃើញទេ yeah time នេះគឺជានាមរាប់បាន with it she has a lot of friend yeah នាងមានមិត្តភក្តិជាច្រើនឃើញក៏យើងអាចប្រើ she has a lot of water បានដែរណាឬក៏ I have some friend ក៏បានដែរអញ្ចឹងហើយបានតែ quantifier នៅកន្លែងនេះគឺយើងអាចប្រើបានទាំងពីរយេទាំងនាមរាប់បាននិងនាមរាប់មិនបានត្រូវចាំគ្នាយើងណាព្រោះថា quantifier ខ្លះប្រើបានជាមួយតែនាមរាប់បានទេ quantifier ខ្លះប្រើបានជាមួយតែនាមរាប់មិនបានហើយ quantifier ខ្លះវាអាចប្រើបានទាំងពីរទាំងនាមរាប់បាននិងនាមរាប់មិនបានណាអូខេplease move to yeah okay quantifier for both yeah quantifier few versus a few តើយើងប្រើយ៉ាងម៉េចណា few ហើយនិង a few yeah few ហ្នឹងគឺ not many មិនច្រើននោះទេណា yeah មិនច្រើននោះទេវានៃបដិសេធគឺមិនច្រើនទេណាមានន័យថាមិនច្រើនទេ few example few people came to the party វាថាមនុស្សមិនច្រើនទេមកចូលរួមកម្មវិធីជប់លៀងមានន័យថាមិនច្រើនណា yeah not many ថាតិចតួចចាឬក៏យើងអាចថាមិនច្រើនទេតែភាសាយើងនិយាយណាដល់ពេល a few some មានថា few a few ហ្នឹងគឺមានន័យថា some គឺវាច្រើនជាង few ណាច្រើនជាង few a few ហ្នឹងគឺ some វា positive meaning yeah example a few people stay upstairs yeah មានថាមនុស្សខ្លះហ្នឹងគឺអាចស្នាក់នៅបន្ទាប់ក្នុងបាន upstairs អូខេវាខុសគ្នាកន្លែងហ្នឹង few ហើយនិង a few ខុសគ្នាត្រង់ថា few គឺវាមានន័យថាមិនច្រើនទេវាតិចតួចដល់ពេល a few គឺខ្លះណាអាចទទួលយកបានអូខេវាខុសគ្នាកន្លែងហ្នឹងឥឡូវសូមមើល little ហើយនិង versus a little តើ little និង a little នេះខុសគ្នាយ៉ាងម៉េច yeah little គឺ not much មិនច្រើនទេ little ណា yeah little មានថា not much example there is little hope yeah មានថាមានសង្ឃឹមតិចតួចមានសង្ឃឹមតិចតួចមិនច្រើនទេមានសង្ឃឹមមិនច្រើនទេ hope ហ្នឹងបែបសង្ឃឹមណាមានសង្ឃឹមអត់ច្រើនទេមានថាសង្ឃឹមតិចតួចដល់ពេល a little some positive meaning I have a little time ខ្ញុំមានពេលខ្លះដែរ yeah អាហ្នឹងមានថាវាច្រើនជាង little a little វាច្រើនជាង little ណាអូខេអាហ្នឹងគឺតទៅមួយការប្រើប្រាស់តើ little គេប្រើពេលណា a little ប្រើពេលណាគឺវាមានន័យបែបហ្នឹងណាអូខេសូមមើលតទៅជាមួយ some និង any តើ some និង any ហ្នឹងគឺខុសគ្នាបែបណាខ្លះតែយើង some usually in positive statement some តែងតែយើងប្រើនៅក្នុងប្រយោគស្របនៅក្នុងប្រយោគស្របអូខេឧទាហរណ៍ I have some question ខ្ញុំមានសំណួរខ្លះឃើញទេវាជាប្រយោគស្របដល់ពេល any យើង in question and negative any នេះយើងប្រើនៅក្នុងប្រយោគសំណួរហើយនិងបដិសេធ
សំណួរនឹងបដិសេធសំណួរយ៉ាងម៉េច Do you have any question តើអ្នកមានសំណួរខ្លះទេអ្នកឃើញគេប្រើ many any គ្នាយើង yes ដល់ពេលបដិសេធ I don't have any money I don't have any money yeah ខ្ញុំមិនមានលុយខ្លះនោះទេឃើញany នេះយើងប្រើបានតែជាមួយដែល question ហើយនឹង negative ដល់ពេល30យើងប្រើនៅក្នុងពាក្យស្របណាយើងអាចចាំប៉ុណ្្នឹងទៅគ្នាយើង Okay please move to much and many តើ much ហើយនឹង many នេះគឺខុសគ្នាយ៉ាងម៉េច many យើងប្រើជាមួយនឹងនាមរាប់បាន how many apple ឃើញទេ apple នេះវាជាប្រភេទនាមរាប់បានអញ្ចឹងហើយយើងអាចប្រើជាមួយ many ឲ្យតែនាមរាប់បានគឺយើងប្រើជាមួយនឹង many ណា and much much uncountable noun យើងប្រើជាមួយនឹងនាមរាប់បានដូចជា how much water how much money អញ្ចឹងទៅណាវាខុសគ្នាបន្តិចធ្វើឲ្យអ្នកសិក្សាអាចច្រឡំគ្នាបើសិនតែយើងមិនស្គាល់ច្បាស់អូខេយើងមិនដឹងច្បាស់ណាយើងមិនបានសិក្សាឲ្យស៊ីលម្អិតអូខេ many នេះយើងប្រើជាមួយនឹង countable noun much យើងប្រើជាមួយ uncountable noun អូខេ Please move to enough everyone enough តើ enough ហ្នឹងបើប្រើតែមិនគ្រប់គ្រាន់ណាតើវាមានអត្ថន័យយ៉ាងម៉េចសូមមើលតគ្នាអូខេ show that the quantity is sufficient not too little not too little enough ហ្នឹងគឺមានន័យថាបង្ហាញពីចំនួនដែលមិនតិចហ្នឹងទេណាមានថាវាគ្រប់គ្រាន់ណាគ្រប់គ្រាន់អូខេ work with both countable noun and uncountable noun ហើយ enough ហ្នឹងយើងធ្វើយើងបូកជាមួយនឹងយើងអាចប្រើជាមួយនឹងនាមរាប់បាននិងនាមរាប់បានដែរយើងអាចប្រើទាំងពីរណាទាំងនាមរាប់បាននិងនាមរាប់បានរូបមន្តវា structure របស់វាគឺ enough បូកមួយ noun ត្រូវចាំណា enough បូកជាមួយនឹង noun យើងមិនអាចបូកមួយ verb មួយអីបានទេមួយ adjective បានតែយើងបូកបានជាមួយតែ noun ទេណាឧទាហរណ៍ we have enough chair យើងមានកៅអីគ្រប់គ្រាន់ឃើញទេ chair នេះជា noun អញ្ចឹងហើយយើង enough បូកមួយ noun ណាយើងពួកយើងមានកៅអីគ្រប់គ្រាន់ she doesn't have enough time នេះឃើញទេ time នេះវាជានាមរាប់បានដែរអញ្ចឹងហើយមកគេនិយាយថាយើងប្រើបានជាមួយទាំងនាមរាប់បាននិងនាមរាប់បាននាងមិនមានពេលគ្រប់គ្រាន់ទេហើយមួយទៀត adjective ឬក៏ adverb នេះយើងអាចដាក់នៅពីមុខ enough បានណាយើងអាចដាក់នៅពីមុខ enough បានយើងមិនអាចដាក់នៅពីក្រោយទេគឺយើងនឹងដាក់ before ពីមុខហ្នឹងណា he is tall enough មានថាគាត់គឺខ្ពស់គ្រប់គ្រាន់ហើយអូខេ adjective you didn't speak clearly enough ឃើញអ្នកមិនបាននិយាយច្បាស់គ្រប់គ្រាន់ទេឃើញ clearly នេះជា adverb អញ្ចឹងហើយយើងដាក់ពីមុខ enough ដល់ពេល tall ជា adjective យើងដាក់ពីមុខ enough អញ្ចឹងហើយបានរូបមន្ត adjective ឬក៏ adverb ហ្នឹង plus ជាមួយនឹង enough អូខេនេះជារូបមន្តរបស់វាបើសិនតែយើងស្គាល់ពី structure បែបនេះពេលយើងធ្វើលំហាត់អីគឺអត់ចេះខុសទេណាឬក៏ speaking អីឬក៏ writing គឺ perfect everyone Okay please move to a number of okay a number of តើ a number of ហ្នឹងបើប្រែថាយ៉ាងម៉េច a number of ហ្នឹងបើប្រែថាមួយចំនួនmeaning several 4 5អញ្ចឹងទៅឬក៏3 4ឬក៏ a few មានអីចឹងណាOkay indicate a small ឬក៏ medium quantity ចំនួនមធ្យមឬក៏រឿងទៀបបរិមាណហ្នឹងណាយើងប្រើ a number of អូខេការប្រើ only use with plural countable noun អូខេត្រូវចាំថាបើសិនតែយើងហ៊ានប្រើ a number of noun ដែលនៅពីក្រោយ out ហ្នឹងត្រូវតែជា plural countable noun នាមរាប់បានពហុវចនៈទៀតណានាមរាប់បានពហុវចនៈទៀតត្រូវចាំណា structure វាគឺ a number of បូកជាមួយនឹង plural noun plus plural verb plural verbs បូកជាមួយនឹង plural verb ដែរណា yes example a number of student ឃើញទេ student នេះវាជា plural countable noun ដល់ពេល are ជា plural verbs are ណា absent days សិស្សមួយចំនួនគឺ absent ថ្ងៃនេះ yes Okay a number of problem ឃើញ problem បញ្ហាគឺវាជានាមរាប់បានពហុវចនៈ have គេហៅថា plural verb appear មានបញ្ហាមួយចំនួនបានកើតឡើងណាបានកើតឡើង appears
Okay note សូមចំណាំ different bit from the number of we use a singular verb បើសិនតែយើងហ៊ានប្រើ the number of យើងបូកជាមួយនឹងនាមឯកបូកជាមួយនឹងកិរិយាសព្ទឯកវចនៈកិរិយាសព្ទណាកិរិយាសព្ទឯកវចនៈទៅចាំណាបើសិនតែយើងហ៊ានប្រើ the number ហើយ noun នៅពីក្រោយវាជា plural noun ដដែលតែយើងបូកជាមួយនឹងកិរិយាសព្ទឯកវចនៈ example the number of student ជា student នៅតែជា plural noun ដល់ពេល is ឃើញទេ is នេះជា singular verb ចា is នេះគឺជា singular verb ពីព្រោះថាយើងប្រើ the វាខុសពី a ណាខុសពី a បើសិនតែយើងប្រើ a យើងប្រើជាមួយនឹង plural verb បើសិនតែយើងប្រើ the គឺយើងប្រើជាមួយនឹង singular verb okay everyone you got it yes the number of students is increasing មានថាសិស្សyes សិស្សមួយចំនួនគឺកើនឡើងយេចំនួននៃសិស្សគឺកើនឡើងចំនួននៃសិស្សមួយចំនួននៃសិស្សមួយសិស្សមួយចំនួនអូខេដល់ពេលខាងក្រោមសិស្សមួយចំនួនគឺកំពុងតែបាត់បង់ missing មានថាបាត់បង់ខកខានណា yeah okay please move to a lot out and lot out តើ a lot out និង lot out ហ្នឹងគឺខុសគ្នាយ៉ាងម៉េចណា yes okay សូមមើលអត្ថន័យដល់គ្នា show a large quantity បង្ហាញពីចំនួនដ៏ច្រើន a large quantity yeah បង្ហាញពីចំនួនដ៏ច្រើន use with countable noun and uncountable noun យើងអាចប្រើជាមួយនឹងនាមរាប់បាននិងនាមរាប់មិនបានណា example she has a lot of friends ឃើញអានេះគឺនាមរាប់បានយើងអាចប្រើ a lot of បាន we need a lot of waters ឃើញនេះជា uncountable នាមរាប់បានអញ្ចឹងហើយបានតែយើងនិយាយថា a lot of យើងអាចប្រើបានទាំង countable noun ទាំងនាមរាប់បាននិងនាមរាប់មិនបានដល់ពេល lot of I have a lot of book ឃើញនាមរាប់បានយើងអាចប្រើបានដែរ he has a lot of meal នេះគឺ uncountable noun ដែរ a lot out ហើយនឹង lot out យើងអាចប្រើជំនួសគ្នាបានតែយើងហើយ lot out a lot out ហ្នឹងយើងអាចប្រើបានទាំងនាមរាប់បាននិងនាមរាប់មិនបានវាបង្ហាញចំនួនដ៏ច្រើន a large quantity a large quantity ចំនួនដ៏ច្រើនណាឥឡូវសូមមើលវា plenty of បន្តិចបន្តួចបើយើងបកប្រែជាខ្មែរបកប្រែថាបន្តិចបន្តួច plenty of អត្ថន័យរបស់វា more than enough ណាច្រើនជាងពាក្យ enough ច្រើនជាងណា more than enough a large and sufficient quantity មានថាចំនួនដ៏ធំគ្រប់គ្រាន់ដែរណា okay use with countable noun and uncountable ក៏អាចប្រើបានទាំងពីរដែរទាំងនាមរាប់បាននិងនាមរាប់បាន we have plenty of chair ឃើញទេយើងមានកៅអីបន្តិចបន្តួចដែរណាបន្តិចបន្តួចហ្នឹងគឺវាមានន័យថាវាច្រើនជាង enough ដែរច្រើនជាង enough ណាគឺអាហ្នឹងគឺមានន័យបែបហ្នឹងណា there is plenty of time មានពេលតិចតួចដែរគេដល់គឺសំដៅទៅលើវាច្រើនជាង enough ណាយើងក៏ដឹងថាបើសិនយើងប្រើពាក្យ plenty គឺវាច្រើនជាង enough okay everyone our videos our lesson come to the end I hope all of you understand about this lesson very well and if you have any question you can drop your comment below my channels or you can direct chat to me I will tell you more about this and at the end I would like to say thank you everyone for watching these videos